ngày nay mà thôi chúng mình được pizza hơi bầm bao cầm rệt tậnนี้mà hơi hơi hay mình chít ngang tiết á maiยังchít hộp hơi là trong á bảo miền pizza bầm bao cầm rệt lụa tiết á đông tọt em mà này cái chít hộp pizza khác lược đây màแต่ยังវិញต่างก็ได้ต่างโกนchítยำ pizza แต่งอ่ะจังáคือsau mang cứ miên xẹp xẹpក្នុងទូទឹកកក់ហ្មងយប់ឡើងប្តីឃ្លានទៅអត់មកពី10ក៏ធ្វើឲ្យដែរឆាសាច់គោហៅយើងលាយទឹកសូម៉ាយ៉ូណេសជាមួយនឹងទឹកប៉េងប៉ោះហើយអ្នកចូលចិត្តហូបនំប៉័ង pizza មានស្ករសបកនំផារ៉ាថានេះអត់អូយធ្វើបានច្រើនមុខណាស់អាំងឲ្យប៉ោងអញ្ចឹងអាចធ្វើជាសបកនំ pizza បាននិយាយទៅសាច់នំរបស់វាគឺស្តៀងនំ croissant អញ្ចឹងនេះខ្ញុំធ្វើ pizza សបកស្ដើងហើយដាក់ម្ទេសឡងច្រើនខ្ញុំដាក់ឈីសនៅខាងក្រោមពេលដាក់ topping ទៅជាប់បានល្អគោមិននៅខ្ញុំឆាតឆ្អិនខ្លាំងហើយយើងនៅអាំងទៀតហ៎ topping ខ្ញុំមានពោតជាមួយនឹងម្នាស់និយាយទៅ topping ដូចក្នុងហាងតែម្ដងហើយខ្ញុំដាក់ឈីសឲ្យច្រើនៗហ្មងដោយសារធ្វើនៅផ្ទះខ្លួនឯងហ៎មកខ្ញុំដាក់អាំង180អង្សា20នាទីនិយាយទៅសម្បកនំផារ៉ាថារបស់ Spring Home គឺជាសម្បកនំមួយគត់នៅក្នុងទីផ្សារដែលពេលអាំងទៅគឺនំឆាប់ឡើងប៉ោងលួនហើយឡើងបានល្អហើយមកក៏ចាប់តែ3ជាងហ្នឹង Spring Home ជាផលិតផលរបស់សិង្ហបុរីបងប្អូនឯងរកទិញនៅ Lucky ជីកម៉ងឬមក Ion បានអូយគាត់ទៅមើលក៏ចង់ហៀទឹកមាត់ដែរសម្បកនំផារ៉ាថារបស់ Spring Home នៅខាងក្រៅស្រួយនៅខាងក្នុងទុនទំនងគួរឲ្យចង់ញ៉ាំអូយបងប្អូនឡើងជាតិអាសាច់គោហ្នឹងគឺវាជាប់ជាតិជាមួយនឹងទឹកប៉េងប៉ោះពោតហើយសំខាន់ហល់ទៀតហើយខ្ញុំសូមបញ្ជាក់មួយទៀតដែរសម្បកនំផារ៉ាថានេះបងប្អូនប្រើខ្ទះអាំងក៏បានដែរទៅងាយស្រួលធ្វើខ្លួនឯងហើយ Spring Home មិនមែនមានតែសម្បកនំផារ៉ាថាណាគឺមានទាំងសម្បកគៀវសម្បកគួងសម្បកធ្វើសាយ៉ជាមួយនឹងឌីមសាំបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាតនេះមកឆ្ងាញ់ប្លែកហ្មងអាហារពេលព្រឹកនំប៉័ងគោដុតជាមួយនឹងស្ថានភាពឥឡូវផ្ទះខ្ញុំចាប់ផ្ដើមសំចៃកាត់បន្ថយញ៉ាំក្រៅហើយធ្វើខ្លួនឯងញ៉ាំនៅផ្ទះសម្រាប់ខ្ញុំចំណូលអត់សូវមានទេមានតែចំណាយបើផឹកល្ងាចញ៉ាំក្រៅទាំងអស់ហ្នឹងចឹងអីដែលយើងកាត់បន្ថយបានកាត់បន្ថយសិនណាញ៉ាំអាហារពេលផឹកបាន3ថ្ងៃហើយឃើញរូបមន្តគោដុតនឹងឆ្ងាញ់មែនតើចឹងក៏ចែកលេខឲ្យបងប្អូនហ្មងទៅប្រឡាក់សាច់គោម្សៅស៊ុបប្រេងឆាស្ករនិងប្រេងខ្យងមកស្ទុះទៅហើយត្រូវសំចៃដោយសារយើងមានកូនតូចដែរពិសេសថ្លៃទឹកដោះគោក៏ធ្ងន់ដែរហ្នឹងមួយខែអូនកូកា6កំប៉ុងនេះដឹងដោយសារទឹកដោះគោកោឡាក់នឹងឆ្ងាញ់ពេកហ៎ទឹកដោះគោកោឡាក់នឹងបោះប្រាំងល្អណាបងប្អូនពោពេញអាហារូបត្ថម្ភ365ជួយដល់ប្រព័ន្ធរំលាយហាអូនញ៉ាំទៅស្រួលបាត់ជើងបង្កើនប្រព័ន្ធភាពស៊ាំញ៉ាំទៅអត់ងាយឈឺហើយអត់ងាយឆ្លងជាមួយជំងឺរីតៃជាពិសេសជ្រុលដល់ខួរក្បាលអូនលះហួននិយាយទៅអូនកូកាញ៉ាំទឹកដោះគោនឹងថើដូចអីដែលខ្ញុំរៀបរាប់នៅខាងលើអញ្ចឹងក្រាសាមនេះវិញក៏ល្អប្រើដែរជូតមុខអូនអត់ងាយរោទេចង់ឲ្យស្ត្រីមេផ្ទះត្រូវថែទាំកូនឲ្យបានល្អត្រូវគិតគូរមិនចំណាយឲ្យបានសមចៃបកដល់ម្ហូបយើងម្ដងទឹកសូសនេះខ្ញុំលាយស្ករមួយសាប៊ីទឹកស្អ៊ីវមួយប្រេងខ្យងមួយទឹកម្ទេសមួយទឹក5សាប៊ីជាមួយម្សៅឆាមួយហើយម្រេចបន្តិចបើអត់មានម្សៅឆាបងប្អូនបាច់ដាក់ក៏បានដែរហើយយើងដាក់ប៊ឺឲ្យឈ្ងុយបន្ទាប់ពីក្តៅហើយយើងដាក់សាច់គោចូលឆាលើភ្លើងរៀងខ្លាំងតិចបងប្អូនឆាល្មមឆ្អិនហើយដាក់ពងចូលពងយកច្រកភ្នៅបន្តិចឲ្យបានឆ្ងាញ់ពងមាន់ប៉ុណ្ណឹងល្មមហើយខ្ញុំចាក់ទឹកសូសចូលទឹកសូសហ្នឹងគឺឆ្ងាញ់មែនតើអត់ប្រៃទេបងប្អូននិស្សិតយើងជ្រក់នំប៉័ងដែរតែប៉ុណ្ណឹងរួចស្រេចពេលខ្លះខ្ញុំគាត់តែលាយទឹកសូសញ៉ាំជាមួយនឹងពងមាន់ក៏ឆ្ងាញ់ដែរចឹងបងប្អូនអាចយករូបមន្តហ្នឹងញ៉ាំអាហារពេលព្រឹកបានរសជាតិវិញទៅនេះមកឆ្ងាញ់ចឹងវីដេអូយើងតែប៉ុណ្្នឹងទេសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើងវិញបាយបាយបងប្អូន